OK，各位同学们，大家好，今天我们来继续学习第51课。第51课每天第51面试安排面试安排 OK សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងមកបន្តរៀនមេរៀនទី51ដែលមេរៀនរបស់យើងថ្ងៃនេះនិយាយអំពី面试安排面试安排នេះការរៀបចំការសម្ភាសឬក៏រៀបចំការសម្ភាសចឹងមេរៀនរបស់យើងមួយរយៈនេះតកតងទៅនឹងការងារនៅក្នុង office ការងារ HR ដែលគេហៅ HR ហ្នឹងអញ្ចឹងថ្ងៃនេះគឺយើងអត់រៀនតកតងទៅនឹងពាក្យឬក៏ការបង្កើតប្រយោគទេយើងមករៀនតកតងទៅនឹងការសន្ទនាតែម្ដង好那现在我们来看看今天的生词吧ឥឡូវក៏មកខាត់ទៅយូរយើងមកមើលពាក្យថ្មីទាំងអស់គ្នាសម្រាប់ពាក្យទី1អានផៃអានផៃអានផៃនេះរៀបចំ面试表面试表面试表ទម្រង់សម្ភាស提前提前提前នេះមុនពេល制服制服制服ឯកសណ្ឋានណា uniform 任务任务任务ភារកិច្ចឬក៏កិច្ចការ OK 那现在我们再读一遍安排安排安排រៀបចំ面试表面试表ទម្រង់សម្ភាស提前提前មុនពេល制服制服ឯកសណ្ឋាន任务任务ភារកិច្ចឬក៏កិច្ចការអញ្ចឹងសម្រាប់ពាក្យថ្មីរបស់យើងថ្ងៃនេះមានតែ5ពាក្យទេណាសង្ឃឹមថាគ្នាយើងអាចតាមទាន់ឥឡូវកុំឲ្យខាត់ទៅយូរយើងមកមើលការសន្ទនាខាងក្រោមទាំងអស់គ្នាមាន A និង B ដូចសពដល់អញ្ចឹងណាសម្រាប់ការសន្ទនារបស់យើង有2个人 A 和 B 好那现在我们开始吧 A 他说明天我们要面试3个人你安排好了吗再读一遍明天我们要面试3个人你安排好了吗អញ្ចឹង面试នេះការសម្ភាស3个人3នាក់安排រៀបចំ arrange អូខេគេថាថ្ងៃស្អែកពួកយើងត្រូវការសម្ភាសមនុស្ស3នាក់តើអ្នករៀបចំហើយឬនៅគេនិយាយទៅកាន់ក្រុមការងារគេអញ្ចឹងណាគ្នាយើងម្ដងទៀតគេនិយាយថាថ្ងៃស្អែកពួកយើងត្រូវសម្ភាសមនុស្ស3នាក់ណាតើអ្នករៀបចំហើយឬនៅបន្តមកទៀត B ក៏គាត់និយាយថា已经安排好了已经安排好了上午9点第一位10点第二位下午2点最后一位ម្ដងទៀតគេថា已经安排好了上午9点第一位10点第二位下午2点最后一位អញ្ចឹងគេចង់និយាយថាខ្ញុំបានរៀបចំរួចហើយពេលព្រឹកម៉ោង9គឺអ្នកទី1ណាទី2ហ្នឹងអ្នកទី1 10ទៀនម៉ោង10អ្នកទី2ហើយនឹងម៉ោង2រសៀលម្នាក់ចុងក្រោយអូខេអញ្ចឹងគេនិយាយការបកប្រែគឺវាអត់មានអីលំបាកទេយើងគ្រាន់តែមើលពាក្យលំបាកឲ្យចេះអស់ទៅហើយយើងអាចធ្វើការបកតាមលំដាប់ដោយបានន័យដោយការរៀបធ្វើម៉េចន័យឲ្យអ្នកស្ដាប់គាត់ងាយស្ដាប់យល់បានតែឥឡូវเราសើចហ្វានអ៊ីពៀនបកឲ្យគ្នាយើងម្ដងទៀតគេថាបានរៀបចំរួចរាល់អស់ហើយពេលព្រឹកម៉ោង9អ្នកទី1ម៉ោង10អ្នកទី2ហើយម៉ោង2រសៀលគឺអ្នកចុងក្រោយ最后一位នោះមានថាម្នាក់ចុងក្រោយអូខេ你们跟得上吗តាមតនេះគ្នាយើង如果有哪里不清楚你们可以听视频然后再看一遍还是直接问老师吧បើសិនជាកន្លែងណាអត់សូវច្បាស់គ្នាយើងអាចកុបវីដេអូហើយណាយើងស្ដាប់ម្ដងទៀតបន្តមកទៀតបើមិនច្បាស់យើងអាចសួរ老师បន្តតែម្ដងOK然后 A 他说很好很好别忘了准备面试表和水很好别忘了准备面试表和水គេថាល្អណាស់កុំភ្លេចត្រៀមទម្រង់សម្ភាសនិងទឹកអូខេអញ្ចឹងយើងត្រូវត្រៀមឲ្យអ្នកដែលគាត់ត្រូវសម្ភាសអញ្ចឹងទៅហើយត្រៀមទឹកឲ្យអ្នកដែលគាត់ទៅសម្ភាសអូខេ好ចុងក្រោយ B ក៏គាត់និយាយថា好的好的我会提前准备好的我会提前准备គេថាអូខេខ្ញុំនឹងត្រៀមឲ្យបានមុនពេលណា提前នឹងមុនពេល
Ok អញ្ចឹងសម្រាប់ការអានការបកប្រែរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងតើគ្នាយើងមានសំណួរអីដែរឬអត់បើសិនជាអត់មានទេ老师ក៏អត់មានអីដែរមានត្រឹមតែប៉ុណ្្នឹងសង្ឃឹមថាគ្នាយើងអាចតាមទាន់ណា好那现在老师先讲到这里吧大家晚安明天见